សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី14កុំចងគំនុំមនុស្សពៀកុំផ្គប់គុណមនុស្សល្អមិនចាំបាច់យកខ្លួនទៅផ្គូផ្គងជាមួយនឹងជនពៀហើយក៏មិនចាំបាច់ទៅផ្គប់គុណមនុស្សល្អអ្វីដែរគ្រប់កន្លែងសុទ្ធតែមានជនពៀមនុស្សប្រភេទនេះតែងបង្កភាពស្អប់ខ្ពើមនៅក្នុងអង្គភាពពួកគេចូលចិត្តនិយាយកុហកបោកប្រាស់ញុះញង់បំបែកបំបាក់ប្រឌិតរឿងកុហកជាទីស្អប់ខ្ពើមនៃជនទូទៅមនុស្សគ្រប់គ្នាមិនត្រឹមតែចង់នៅឲ្យឆ្ងាយប៉ុណ្ណោះទេតែថែមទាំងចង់ចិត្តគុំគួននឹងពួកនេះទៅទៀតការគុំគួននឹងជនពៀនោះឃើញច្បាស់ថាយើងជាមនុស្សស្រឡាញ់យុត្តិធម៌ពិតប្រាកដណាស់ប៉ុន្តែនេះមិនមែនជាវិធីចេះយកខ្លួនរស់ជាកំពូលមនុស្សនោះទេវាបែរជាបង្ហាញឲ្យឃើញថាការធ្វើជាមនុស្សស្រឡាញ់យុត្តិធម៌របស់យើងនេះប្រើមិនបានផលក្នុងផ្លូវប្រតិបត្តិទៅវិញព្រោះភាពយុត្តិធម៌របស់យើងបានទៅបើកចំហឲ្យសាធារណជនបានដឹងពីភាពគ្មានខ្មាស់អៀនភាពគ្មានគុណធម៌របស់មនុស្សមួយចំនួនប៉ុណ្ណោះបើទោះបីគេជាមនុស្សអាក្រក់ប៉ុណ្ណាក៏គេមិនចង់ឲ្យអ្នកណាម្នាក់មកបោះត្រាលើថ្ងាសថាខ្លួនគេជាមនុស្សអាក្រក់អ្វីដែរទោះជាយ៉ាងណាក៏តុបតែងកាយពាក់ស្បែកមុខឲ្យមើលទៅឃើញថាជាមនុស្សល្អសិនដែរនេះគឺជាសារជាតិរបស់មនុស្សការដែលយើងតាំងចិត្តពាក់កែវយិត្តពង្រីកយុត្តិធម៌ឲ្យច្បាស់និងបកស្បែកមុខរបស់ជនពាលឲ្យគេឯងបានឃើញគឺស្មើនឹងតាំងចិត្តធ្វើជាស្ត្រូវជាមួយពួកគេមនុស្សល្អមិនខ្លាចពាក្យចចាមអារាមមិនខ្លាចការវាយប្រហារព្រោះពួកគេសួរខ្លួនឯងហើយថាពួកគេគ្មានអ្វីគួរឲ្យខ្មាស់អៀនក្នុងចិត្តប៉ុន្តែជនពាលនៅពេលត្រូវយើងបកស្បែកមុខពិតពួកគេនឹងបកសម្ដៅមកបំផ្លាញយើងភ្លាមជាមិនខានទោះយើងមិនខ្លាចពួកគេវាយប្រហារទោះពួកគេធ្វើអ្វីយើងមិនកើតប៉ុន្តែយើងត្រូវតែដឹងថាជនពាលគឺជាជនពាលក៏ព្រោះតែពួកគេលាក់ខ្លួននៅកន្លែងងងឹតជានិច្ចនឹងតែងប្រាំជោបាយខុសច្បាប់រហូតហើយថែមទាំងមិនព្រមលះបង់ដោយងាយៗនោះដែរកុំប្រាប់ថាយើងមិនខ្លាចពួកគេមកវាយប្រហារសូមក្រឡេកមើលស្នាមឈាមនៅក្នុងប្រវត្តិសាស្ត្រតើមានមន្ត្រីស្មោះត្រង់ប៉ុន្មានអ្នកអាចទប់ទល់នឹងល្បិចកលនឹងការគំរាមកំហែងរបស់មន្ត្រីពុករលួយបាននោះព្រោះតែហេតុនេះចាំបាច់ត្រូវជៀសឲ្យឆ្ងាយពីពួកជនពាលទើបជាការល្អមិនចាំបាច់ទៅខឹងគុំគួនតាំងខ្លួនជាស្ត្រូវឬគូបន្ទាត់បែងចែកព្រំដែនជាមួយពួកគេទេក្នុងពេលដែលពួកគេនៅតែត្រូវការឲ្យគេគោរពខ្លួនឯងនិងត្រូវការពាក់ស្បែកមុខមនុស្សល្អនោះយើងផ្ទាល់ក៏មិនអាចកម្ចាត់ពួកជនពាលអស់ដែរព្រោះជនពាលឆ្លុះបញ្ចាំងឲ្យឃើញពីសារជាតិរបស់បុថុជនដែលមានរស់នៅគ្រប់សម័យកាលសូមកុំចង់រកសោកខ្មៅជាមួយពួកគេនោះរស់នៅរៀងខ្លួនប្រសើរជាងក្នុងន័យមួយទៀតសកម្មភាពមិនល្អរបស់ពួកគេក៏កាន់តែបង្ហាញឲ្យឃើញពីភាពជាវិញ្ញោជនរបស់យើងឲ្យកាន់តែច្បាស់ឡើងតាមន័យមួយទៀតដែលគួរយល់គឺជួនកាលជនពាលក៏មានភាពយុត្តិធម៌ខ្លះដូចគ្នាដែរពួកគេចូលចិត្តបើកកាយអាចកំបាំងរឿងខុសច្បាប់របស់អ្នកដទៃដោយមិនទុកមុខសម្រាប់អ្នកដែលហ៊ានប្រថុយធ្វើខុសច្បាប់នេះជាការគំរាមម្យ៉ាងហេតុនេះទើបការមានជីវិតរស់របស់ជនពាលពុំមែនគ្មានតម្លៃអ្វីនោះទេចំពោះវិញ្ញោជនវិញយើងក៏ពុំចាំបាច់ទៅផ្គប់គុណពួកគេនោះដែរព្រោះវិញ្ញោជនពិតប្រាកដតែងតែមាននិស្ស័យស្រឡាញ់ភាពបរិសុទ្ធយុត្តិធម៌ពួកគេមិនចូលចិត្តអំពើមិនត្រង់ទៅត្រង់មកបែបនេះទេនរណាក៏ចង់ឲ្យគេមកផ្គប់គុណលើកដៃលើកជើងដែរប៉ុន្តែវិញ្ញោជនពិតប្រាកដតែងដាស់តឿនសាតិករបស់ខ្លួនឯងជានិច្ចពេលណាពួកគេមានអារម្មណ៍ថាយើងតាំងចិត្តទៅផ្គប់គុណទៅអែបអបពួកគេនិស្ស័យស្រឡាញ់ភាពបរិសុទ្ធយុត្តិធម៌របស់ពួកគេនឹងបណ្ដាលឲ្យពួកគេកើតមានចិត្តចង់ផ្ដាច់ខ្លួនឲ្យឆ្ងាយពីយើងរួមទាំងមានអារម្មណ៍ស្អប់ខ្ពើមពួកយើងទៀតផងយើងឃើញគេជាមនុស្សល្អមានចិត្តចង់រាប់អានតែបែរជាត្រូវអស់សង្ឃឹមដូច្នេះការសេពគប់ពួកវិញ្ញោជនត្រូវរក្សាភាពអព្យាក្រឹតរបស់យើងដោយទូទៅពួកគេតែងតែកោតសរសើរចំពោះនិស្ស័យបែបនេះរបស់យើងភាពស្មុគស្មាញអំពីចរិតនិស្ស័យរបស់មនុស្សតែងតែធ្វើឲ្យយើងចោទសួរខ្លួនឯងជាញឹកញាប់ថាតើគួរធ្វើយ៉ាងណាទើបដឹងថាគេជាវិញ្ញោជនឬជនអន្តពាលកញ្ជ្រោងចាស់សូមណែនាំថាចូលស្ដាប់ឲ្យបានច្រើនមើលឲ្យបានច្រើនអ្នកណាជាវិញ្ញោជនអ្នកណាជាជនអន្តពាលយើងនឹងបានដឹងនៅក្នុងចិត្តដោយខ្លួនឯង